បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំរៀបចំដកមើមរំដេងបាទយកមកបំបែកវាដើម្បីកុំឲ្យវាដុះញឹកហើយការដែលយើងបំបែកវាគឺវារីកតាមគុំមើមរំដេងហ្នឹងគឺកាន់តែច្រើនទៀតអញ្ចឹងខ្ញុំមកយកវាទៅដាក់ទៅតាមគុំឲ្យបានច្រើនជាងមុនហើយបំបែកពីមួយគុំទៅដាក់20 30គុំហើយថ្ងៃនេះខ្ញុំបានរៀបចំយកមកដាំនៅចំការនៅពេលដែលមេឃភ្លៀងបែបនេះគឺងាយស្រួលមែនទែនមិនពិបាកនឹងស្រោចទឹកនោះទេនៅពេលដែលយើងបានដាំវានៅពេលខែដែលមេឃកំពុងតែភ្លៀងនេះធ្វើឲ្យមើមរបស់យើងមិនអន់ហើយមានសំណើមទឹកសន្សើមនិងភ្លៀងទៅគឺធ្វើឲ្យមើមយើងទៅដល់ខែប្រាំងគឺវាអាចនឹងលូតលាស់បានល្អបើសិនជាយើងដាំនៅខែប្រាំងពិបាកនឹងស្រោចទឹកអញ្ចឹងនៅពេលដែលខែភ្លៀងចេះងាយស្រួលមែនទែនដើម្បីឲ្យយើងដាំមើមរំដេងនេះមើមរំដេងងាយស្រួលមែនទែននៅពេលដែលខ្ញុំបំបែកពីមួយគុំហើយបំបែកទៅតាមគុំមួយគឺត្រឹមតែ1ម៉ែត្រពីគ្នាទេហើយយើងដាំវាទៅហើយវាបែកគុំមកក៏វាមិនធំដែរអាចនឹងធ្វើ1ម៉ែត្រដល់គ្នាហ្នឹងបើសិនជាវាលាស់បានធំប៉ុន្តែភាគច្រើនគឺมันបានធំទេបើសិនជាវាលាស់មើមវាបានធំមួយឆ្អាមពីរឆ្អាមអីគឺកោះហើយចឹងមើមរំដេងយើងបានច្រើនគឺយើងមិនត្រឹមតែហូបទេអាចនឹងយកទៅលក់ទៀតបើសិនជាវាទទួលបានផលហើយយើងបន្ថែមជាមួយនឹងជីធម្មជាតិអាចគោអាចមន់របស់យើងទៅដើម្បីឲ្យវាបែកមើមឲ្យកាន់តែធំបន្តទៀតអរគុណច្រើន